កុំព្រិចភ្នែកឲ្យសោះចាំខ្ញុំនាំអ្នកទៅមើលភាពអស្ចារ្យនៃវិទ្យាសាស្ត្រចាស់រន្ធូចមួយនៅលើគុំរបស់វារួចដោះវាតិចពីរបីដងទៅវានឹងបាញ់ចេញមកក្រៅភ្លាមនេះហើយជាគោលការណ៍ផ្ទុះនៃក្របបែកបម៉ាណូយកកម្រាមដៃពីរមកដុសខ្ទឹមស្ទេចពីរបីដងនោះអ្នកអាចលើកផ្នែកលឿងនៃសុទ្ធបានយ៉ាងងាយស្រួលនេះហៅថាកម្លាំងទឹកដីយកប៊ីតឡាសេទៅបញ្ចាំងឆ្លងកាត់ទឹកសុទ្ធគឺគ្មានពន្លឺចាំងឆ្លងកាត់តតែសោះតែបើអ្នកសក់ទឹកដោះគោពីរបីដំណក់ចូលក្នុងទឹករួចយកចង្កឹះមកគោវាឲ្យសក់អ្នកនឹងឃើញមានខ្សែបន្ទាត់ពន្លឺចាំងឡើងយ៉ាងច្បាស់នេះហើយជាបាតុភូតថៃដល់ល្បីល្បាញចុះបើដាច់ភ្លើងតាមផ្ទះភ្លាមតើត្រូវធ្វើម៉េចគ្រាន់តែដាក់អង្ករបន្តិចចូលក្នុងកែវរួចចាក់ទឹកស្អាតចូលក្នុងបរិមាណល្មមថែមប្រេងឆាដែលយើងប្រើសរាល់ថ្ងៃបន្តិចទៅរួចដកឈើឃ្លៀត្រជាមួយនៅចំកណ្ដាលហើយអុជវាទៅអ្នកនឹងបានទៀនមួយដែលអាចបំភ្លឺបានរហូតដល់ទៅជាង3ថ្ងៃនោះយកសន្លឹកបៀមួយសន្លឹកមកបិទលើមាត់ដបដែលពេញដោយទឹករួចកាប់ពីចុះក្រោមសន្លឹកបៀនោះនឹងស្ថិតជាប់មាត់ដបយ៉ាងណែននេះគឺដោយសារសម្ពាធបរិយាកាសដាក់កែវមួយនៅពីមុខរូបក្មេងស្រីរួចចាក់ទឹកស្អាតចូលទៅក្នុងនោះអ្នកនឹងឃើញថារូបក្មេងស្រីបែរខ្លួនទៅខាងទៀតបាត់ទៅហើយនេះគឺជាគោលការណ៍នៃពន្លឺចាក់អាល់កុលបន្តិចទៅលើខ្សាច់រួចចាក់ល្បាយស្ករនិងម្សៅសូដាពីលើនឹងពេលអុជវាទៅអ្នកនឹងបង្កើតបានជាពស់របស់ផារ៉ាអុងដ៏អាចកំបាំងនិងបុរាណចាក់ទឹកខ្មេះចូលក្នុងកែវរួចដាក់ស៊ុបមួយគ្រាប់ចូលទៅទុកវាចោលស្ងៀមមួយសន្ទុះសិនបន្ទាប់មកស្រង់ស៊ុបនោះចេញមកយកចាស់ដុសធ្មេញមកដុសសម្អាតសម្បកក្រៅចេញវានឹងប្រែជាទន់ល្មើយដូចចាស់ហួយអញ្ចឹងយកស្ករគ្រាប់ពណ៌ដែលញ៉ាំមិនទាន់អស់មកតម្រៀបជារង្វង់ឲ្យស្មើគ្នានៅលើចានរួចចាក់ទឹកក្តៅហឹរបន្តិចទៅចំកណ្ដាលចានអ្នកនឹងឃើញជាពណ៌រលាយចូលក្នុងទឹកហើយរាលដល់ស្មើគ្នាបង្កើតបានជាខ្សែអ៊ីនធ្នូដ៏ស្រស់ស្អាតមានពណ៌ចម្រុះនេះគឺជាបាតុភូតរាលដាលនៃម៉ូលេគុលក្នុងចំណោមកែវទាំង4មាន3កែវតែមានកម្រិតទឹកមិនស្មើគ្នាទេតើធ្វើម៉េចទើបអាចបែងចែកទឹកឲ្យស្មើគ្នាក្នុងកែវទាំង4បានគ្រាន់តែយកទៅយកវាតែបាត់បានមកដាក់ចុះគ្នារវាងកែវមួយទៅកែវមួយទៀតអ្នកនឹងឃើញថាទឹកហូរចាក់បំពេញកែវទាំង4ឲ្យស្មើគ្នាដោយស្វ័យប្រវត្តិនេះគឺជាគោលការណ៍ស៊ីហ្វុងរបស់ទឹកស្ករកៅស៊ូដែលទើបតែទិញមកពុំទាន់ឲ្យកំពីអីចូលពុតវាឲ្យចេញជារាងកង់ស្រួចហើយឆ្លៀតពេលវាមិនទាន់រឹងយកផ្លែដូងមកពុតចំពីលើវាទៅមិនគួរឲ្យជឿសោះថាសម្បកដូងត្រូវឃ្លីយ៉ាងនេះនេះហើយជាធម្មពលនៃវត្ថុរ៉ែមិនមែនញូតុនណូនីធូនបន្ទាប់ដែលនៅក្នុងលុបត្រជាក់ពេលរុញកាត់ចាស់ហួយវានឹងរលាក់ឡើងលើចុះក្រោមតែបើដាក់នៅក្រោមពន្លឺថ្ងៃខ្លាំងវិញវានឹងរលាក់ជារលកទៅវិញនេះហៅថាផលប៉ះពាល់ចាស់ហួយយកសោពីមកជំរឹងដោយសរសៃលូស្ដើងរួចដាក់អឹបទៅនឹងពោបូកនឹងដកនៃក្នុងពេលនោះអ្នកនឹងធ្វើបានកម្មបិទកាត់ស្នោដោយកម្ដៅអគ្គិសនីមួយភ្លាមនេះអាចលើច្បាប់ resistance អគ្គិសនីចាក់ស្ករបន្តិចចូលក្នុងទឹករួចឆាន់ទឹកលាងចានបន្តិចទៀតយកចង្កឹះមកកូរវាបន្តិចទៅបន្ទាប់មកយកទៅយកមកជ្រលក់ទឹកសាប៊ូដែលផ្សំពិសេសនោះធ្វើបែបនេះអ្នកនឹងអាចផ្លុំបានពូសាប៊ូយ៉ាងសប្បាយដោយមិនងាយបែកតតែសោះដុតក្រដាសមួយសន្លឹករួចទម្លាក់ចូលទៅក្នុងដបរួចយកស៊ុបស្ងោរដែលបោកសម្បកហើយមកដាក់លើមាត់ដបស៊ុបនោះបែរជាត្រូវដបរួចលេបចូលទៅក្នុងបាតចុះបើចង់យកស៊ុបនោះចេញមកវិញត្រូវធ្វើម៉េចគ្រាន់តែចាក់ទឹកក្តៅពីលើបាតដបទៅដបនោះនឹងខ្ជាក់ស៊ុបចេញមកវិញភ្លាមនេះគឺដោយសារសម្ពាធខ្យល់យកកែវស្រាជើងវែងមកគ្របពីលើកូនបាល់ទឹករួចប្រឡប់វាវិលតាមត្រនិចនាឡិកាអ្នកនឹងអាចលើកវាពីលើទៅចូលទៅក្នុងកែវបានយ៉ាងងាយនេះគឺដោយសារតែកម្លាំងរត់ចេញពីចិត្តសិតកាត់ពាក់កណ្ដាលឈើគូរួចវាឲ្យចេញជារាងដូចក្នុងវីដេអូបន្ទាប់មកស្រក់ទឹកស្អាតបន្តិចទៅចំកណ្ដាលឈើគូទាំងនោះនឹងសន្សំរំកិលមកទៀតគ្នាបង្កើតបានជារូបកាយ5ជ្រុងយ៉ាងស្អាតបន្ទាប់ពីកាត់ឈើគូហើយយកវាមកមូលជាមួយធូបក្នុងក្រដាសអាលុយមីញ៉ុមច្របាច់ចុងខាងលើឲ្យណាស់រួចដាក់វានៅលើជើងគំរបាញ់យកដៃចេះមកអុជវាទៅអ្នកនឹងអាចធ្វើការបាញ់បំផុសរកកែវគំរូបានហើយបើចង់ញ៉ាំកូកាតែក្របើកំប៉ុងដាច់បាត់តើត្រូវធ្វើម៉េចគ្រាន់តែប្រើចង្កឹះមួយដើមមកដុសខាត់ត្រង់កន្លែងបាត់ឲ្យលឿនពីរបីដងទៅកំប៉ុងកូកានឹងរបាក់ចម្រៅខ្លួនឯងភ្លាមនេះគឺដោយសារកម្លាំងទឹកយកញូមមកវាមាត់ដបទេដបនោះគឺគ្មានខូចខាតអ្វីតតែសោះប៉ុន្តែគ្រាន់តែចាក់ទឹកបន្តិចចូលក្នុងដបរួចវាម្ដងទៀតមើលដបកែវនោះនឹងបែកទឹកភ្លាមនេះហើយជាបាតុភូតសម្ពាធទឹកបោក Waterhammer effect ក្រដាសមួយសន្លឹកមិនអាចត្រូវទម្ងន់វត្ថុអ្វីបានតតែសោះប៉ុន្តែបើអ្នកបត់ក្រដាសនោះឲ្យចេញជារាងរលកបែបនេះរួចយកមកដាក់ពីលើកែវលទ្ធផលនឹងប្រែជាខុសគ្នាស្រឡះសូម្បីតែចាក់ទឹកចូលក្នុងកែវក៏គ្មានបញ្ហាអ្វីដែរនេះហើយជាកម្លាំងនៃទម្រង់រចនាសម្ព័ន្ធភ្លើងបានធ្វើឲ្យកែវជិះចាប់តែបើជាបន្ទោសទឹកថាការពីកែវមិនបានល្អទឹកក៏និយាយថាបើក្នុងចិត្តអូនមានបំពេញព្រៀបទៅហើយតើអូនអាចរងរបួសដោយសារគេបានយ៉ាងចាក់ទឹកដែលកំពុងពុះចូលទៅក្នុងដបរួចគ្រប់ពុំរបស់ឲ្យចិត្តបន្ទាប់មកកាប់ដបនោះចុះក្រោមហើយដាក់ដុំទឹកកកមួយនៅលើបាតដបទឹកនៅក្នុងដបបែរជាពុះម្ដងទៀតយ៉ាងគួរឲ្យភ្ញាក់ផ្អើលយកសំពីមកខ្វែងគ្នាឲ្យជាប់រួចយកឈើចាក់ធ្មេញមួយមកដោតចំកណ្ដាលបន្ទាប់មកយកចុងឈើចាក់ធ្មេញនោះទៅទល់នឹងចុងឈើមិនគួរឲ្យជឿថាវាអាចរក្សាលំនឹងបានយ៉ាងល្អឥតខ្ចោះនេះមិនមែនជាល្បិចសើទេណាចាដាក់ម្សៅសូដាមួយស្លាបព្រាចូលក្នុងកែវរួចចាក់ទឹកក្នុងបរិមាណសមរម្យចូលទៅវានឹងបង្កើតបានជាស្មាតអាកំបាំងមួយប្រភេទពេលយើងយកវាទៅក្បែរទៀនដែលកំពុងឆេះអណ្ដាតភ្លើងនឹងត្រូវរលត់ទៅវិញយ៉ាងលឿននេះហើយជាគោលការណ៍នៃបំពង់ពន្លត់អគ្គិភ័យបើទុកឲ្យកូនលេងតែហ្គេមទូរស័ព្ទឥតប្រយោជន៍គួរតែមកកំដរកូនលេងការពិសោធន៍វិទ្យាសាស្ត្រទឹកទាំងនេះវិញល្អជាង